វីដេអូមុនខ្ញុំបាននិយាយថាស្រោចទឹកទរេនបានស្ពៃហូបតែអានេះអត់ទេបាទបង្ហាញពីត្រប់នេះត្រប់មកដើមនេះដួលផ្សារធ្ងន់ផ្លែមូលហេតុមកពីខ្ញុំអត់បានធ្វើចតុលវាទី1ទី2ខ្ញុំធ្វើជើងវាបានតែម្ដងខ្ញុំអត់ធ្វើទៀតដោយសារតែវាក្តៅពេកអញ្ចឹងខ្ញុំស្ដាយស្មៅនៅខាងក្រោមនេះព្រោះស្មៅនេះវាជួយវាបានច្រើនណាបាទស្មៅគឺនៅពេលណាដែលមានកម្ដៅព្រះអាទិត្យក្តៅកាន់តែខ្លាំងគឺវាបំភាយទឹកក៏កាន់តែខ្លាំងដែរបាទអញ្ចឹងវាជួយដល់ដំណាំយើងបានល្អតែយើងមិនគួរទុកឲ្យវាទ្រុបទ្រុលទេបាទប៉ុណ្ណេះរឿងច្រើនតិចហើយអញ្ចឹងយើងអាចកាត់ចេញតែកុំជំរះចោលណាបាទសុខចិត្តកាត់វិញកាត់ឲ្យនៅខ្លីៗវាយមកចោលដៃទៅបានហើយបាទដើម្បីឲ្យវានៅរក្សាសំណើមទី1ទី2វាបំភាយទឹកបាទអានោះផ្លែកោងមើលអត់ឃើញនងនេះកោងបាទដោយសារតែមូលហេតុមកពីយើងការពារសត្វល្អិតអត់បានបាទហើយអញ្ចឹងត្រប់នេះវាអត់សូវផ្លែហ្មងទេបាទអានេះកើតជំងឺបាទជំងឺនេះខ្ញុំអត់ច្បាស់ដែរមិនដឹងថាជំងឺអីទៅទំនងជាមូស្អ៊ីកំដឹងណាតែលើនេះយើងគ្រាន់តិចវិញហើយបាទយើងផ្ដល់សារធាតុចិញ្ចឹមផ្ដល់អីវាទៅតែខ្លោចនេះឃើញខ្លោចស្លឹកហ៎បាទនេះដោយសារបញ្ហាប្រើជីបាទយើងបាញ់ជីលើបាទនេះខ្ញុំប្រសោតជីទេបាទខ្ញុំប្រើប៉ុណ្ណេះអញ្ចឹងទៅឥឡូវខ្ញុំប្រសោតទៅឃើញថាបាញ់ជីរៀងជ្រុលគឺខ្លោចហើយស្ទើរទឹកចំណែកផ្សេងទៀតអត់អីទេបាទអត់អីទេតែវាខ្លោចបាទខ្លោចដែរនេះមួយដែរមិញអានេះក៏ខ្លោចដែរគឺយើងបាញ់ជីរៀងលើសហើយស្ទើរទឹកអញ្ចឹងខ្លោចដែរបាទអញ្ចឹងខែនេះគួរតែប្រុងប្រយ័ត្នរឿងការប្រើប្រាស់ជីបាទជាពិសេសជីបាញ់ហ្នឹងបាទគឺកុំឲ្យលើសកំហាប់បាទការណែនាំរបស់គេប្រើប៉ុណ្ណាយើងប្រើប៉ុណ្ណឹងតែខ្ញុំប្រើជីខ្លួនឯងទេបាទហើយប្រភេទជីពិសោធន៍ទៀតអញ្ចឹងបាទឃើញបងប្អូនឃើញកន្លែងដែលមានស្មៅគឺវាល្អតែកន្លែងអត់ស្មៅថ្ងៃឡើងក្តៅខ្លាំងគឺស្លោកហ្មងហើយឃើញការលូតលាស់របស់វាទៀបឃើញខាងនោះអត់មានស្មៅសឹកដោះអានេះដោះគ្រាន់ហើយខ្ញុំគ្របគល់គ្របអីទៅបានស្រស់មកប៉ុណ្ណឹងលូតលាស់ចិត្តទាន់អស់នេះហើយបាទតែអត់គួរទុកឲ្យមាននិយាយរឿងស្មៅអញ្ចឹងរក្សាស្មៅនេះវល់ឡើងបាទគួរតែកម្ចាត់វាចោលបាទចឹងនេះដាំគ្រាន់តែជាលក្ខណៈគ្រួសារបានហូបតែប៉ុណ្្នឹងឯងមិនជាលក្ខណៈធ្វើអាជីវកម្មអីទេបាទកាត់ហូបមិនទាន់ផងបាទនេះកាត់អស់ខ្លះកាត់ថាឥឡូវវាមកលាស់មកទៀតមកចែកញាតិមិត្តបងប្អូនហូបថែមទៀតបាទតែវាមិនច្រើនតិចបាទស្ពៃឡងចង់ចាស់ស្ពៃហូបអត់ទាន់បាទឡើងចង់ធំបាត់ទៅហើយបាទណាអួតរឿងនឹងតិចនេះកូនតរេនពូជបុរាណបាទខ្ញុំបង្ហាញវីដេអូច្រើនដងហើយបាទអញ្ចឹងស្រោចតរេនទៅវាសើមស្ពៃស្រោចស្ពៃទៅវាសើមតរេនអញ្ចឹងវាជួយគ្នាហើយមួយទៀតវាជួយសំណើមដល់តរេននឹងផងបាទហើយយើងបានហូបទៀតអញ្ចឹងប្រយោជន៍ច្រើនដែរណាបាទនឹងតែនេជការធំបាទអាចដាំតិចតួចមួយដើមពីរដើមអីក្រោមគុំមួយដើមពីរដើមនេះគ្រាន់ហូបដែរអញ្ចឹងណាតើអត់ដែរស្គាល់គីមីទេបាទនេះគឺធម្មជាតិសុទ្ធសាធហើយបាទហ្នឹងហើយតឹងប្រធានបទខ្ញុំថ្ងៃនេះគឺចង់និយាយពីរឿងស្មៅឯងបាទចង់និយាយពីរឿងស្មៅកាលណាយើងទុកស្មៅឲ្យវាដោះវាគឺវាជួយដំណាំយើងតែមិនឲ្យទ្រុបទ្រុលទេបាទនោះទៅសัตว์កកេទូទៀតកកេគុលឥឡូវឃើញលាស់មកវិញបានតិចហើយបាទនៅនេះសបោកកប្រុកបាទជួនកាលកប្រុកមកស៊ីផ្លែជ្រុះហ្មងបាទតែមិនច្រើនហ្មងនេះតិចតួចដែរទេបាទនេះដោះស្មៅដីមកវិញហើយឃើញក្រាន់កាលពីមុនអត់មានស្មៅដល់ហើយតតក្របតយកធ្វើគម្របដីបានមានស្មៅដោះបាទអត់ធ្វើគម្របវាស្ងួតខ្លាំងទៅស្មៅអត់ដោះបាទឥឡូវគ្របទៅបានស្មៅដោះមកឃើញឲ្យបាញ់ជីបាញ់អីទៅរៀងស្រស់គ្រាន់តិចទឹកដាក់ថ្ងៃខ្លះអត់ទាំងមានទឹកផងបាទស្រោចទឹកគីបចឹងឧបសគ្គដែរហ្នឹងបើសិនជាទឹកគីបនឹងមានខ្លោច្រើនយ៉ាប់បាទតែសំណាងដែរនៅតំបន់ខ្ញុំគេប្រើខ្លោតិច
បាទអញ្ចឹងទៅស្រោចទៅសុវត្ថិភាពបាទសម្រាប់ដំណាំយើងតែស្រោចបានដល់អស់ហ្នឹងទេបាទគូឆ្មាបានតាមយថាកម្មនេះបាទតំបែកតាមយថាកម្មបាទឃើញនេះអត់មានទឹកស្រោចស្វិតអស់ទៅស្មៅនៅក្រោមដើមសិតចូលកម្ដៅលេងសិតតែ41 42យេនេះឲ្យគ្នាទប់មិនបានទៅបាទអរគុណច្រើនបងប្អូន